របស់ខ្ញុំបាទមានខានជួយ share មួយផងបងប្អូនមកទស្សនិកជនមក YouTube របស់ខ្ញុំដែរណាបាទ share ជួយ page ដែរលើឲ្យរីកបុយសួស្តីនេះជារបៀបលេងរៀបរោរបស់ក្រុមបាល់ទះស្តង់ដាដូចជាក្លឹបខេត្តកណ្ដាលហើយជាមួយនឹងអ៊ុយរបស់វិសាខានៅក្នុងការចាប់ផ្ដើមដំបូងយើងឃើញថាប្រកបចែកជា3មុខហើយនិង3ខាងក្រោយអញ្ចឹង3ខាងក្រោយដូចយើងធ្លាប់ដឹងអញ្ចឹងគឺមាន setter មាន libero ឬក៏ middle block យើងអាចដោះដូរជំនួសគ្នាបានហ្នឹងហើយនឹងស្ដាំមួយឬក៏ outside hitter ហ្នឹងតម្រងនេះគឺជាការវាយសេវាចេញដំបូងចេញពីក្លឹបវិសាខាអញ្ចឹងក្លឹបខាងខេត្តកណ្ដាលគាត់រៀបចំស្មាត់ចាប់ជា4នាក់តែម្ដងគឺទុកតែ middle block នៅខាងមុខតែម្នាក់តែប៉ុណ្ណោះចំណែក setter គាត់ត្រូវនៅមួយចំហៀងខាងក្រោយដើម្បីត្រៀមនៅក្នុងការរត់ទៅលើកបាល់ចែកទៅកាន់ស្មាត់ទាំងមុខហើយនិងទាំងក្រោយទម្រង់នេះខ្ញុំសូមបញ្ជាក់ថានៅក្នុងការចាប់ផ្ដើមលេងដំបូងអាស្រ័យលើក្រុមទេយើងអាចចាប់សេវា3ក៏បានយើងអាចចាប់សេវា4ក៏បានហើយបន្ថែមពីនេះទៅទៀតចំណែកឯ setter បន្ទាប់ពីខាងក្រុមយើងទទួលសេវាបានបើតែយកបាល់បានហើយវាយផ្ដាច់ទៅវិញបានចឹងសេវាលើកចេញទី1មិនមែនចាប់ផ្ដើមចេញពី setter ទេព្រោះ setter គាត់នៅតំបន់មួយអញ្ចឹងពេលដែលគាត់ត្រូវខាងក្រុមយើងរកបន្ទុកបានគាត់ត្រូវវិលទៅកាន់តំបន់ត្រង់ចំណុចនេះប្រសិនបើបងប្អូនចង់ឲ្យ setter ឡើងវាយសេវាមុនត្រូវតែវិលមួយជុំមួយតនិចនាឡិកាឲ្យ setter ទៅឈរនៅក្នុងតំបន់ទី2នៅពេលដែលក្រុមរបស់យើងរកបានបន្ទុកលើកដំបូងនោះត្រូវសេវាចេញពី setter ប៉ុន្តែប្រើទម្រង់បែបណានោះគឺអាស្រ័យទៅលើក្រុមនីមួយៗតែប៉ុណ្ណោះមើលនៅក្នុងរូបភាពនេះយើងឃើញថាឡើងវាយដំបូងគឺចេញពីស្មាត់តែម្ដងដើម្បីកាន់តែច្បាស់អ្នកទាំងអស់គ្នាអាចមើលជាវីដេអូលម្អិតបានខាងបាទកដាឈ្មោះបានទស្សនាក្នុង YouTube ណាបាទ YouTube របស់ខ្ញុំបាទមានខានជួយ share មួយផងបងប្អូនមកទស្សនិកជនមក YouTube របស់ខ្ញុំដែរណាបាទ share ជួយ page ដែរលើឲ្យរីកបុយចូលថ្នាក់មនីសាណាសៃហាវាយស្រាលចូលថ្នាក់ដកកែវិញផ្ទះពីលីណាជាប់នៅក្នុងក្រុមរបស់យើងទទួលសេវាហើយវាផ្ដាច់មិនបានបន្ទុកទេនោះក្រុមទាំងអស់ទាំងមូលមិនទាន់ត្រូវវិលទៅជុំទី2ទេត្រូវឈរនៅរោលដដែលនៅក្នុងវីដេអូនេះផ្ដាច់ដោយស្មាត់ខាងឆ្វេងគាត់វាយផ្ដាច់បានហើយនោះសេវាលើកទី1នឹងចាប់ផ្ដើមរាប់ពីពេលនេះចំណែកឯទម្រង់របស់បាល់ទះជម្រើសជាតិរបស់យើងវិញក៏ដូចទៅនឹងស្រដៀងទៅនឹងមិញដែរគ្រាន់តែថាក្រុមជម្រើសជាតិរបស់យើងគាត់ចាប់សេវាតែ3តែប៉ុណ្ណោះបានន័យថាទុកស្មាត់ពិនសរុនឬក៏ជាយើងស្គាល់ថាស្មាត់ដែលមានកម្ពស់ខ្ពស់ល្អជាងគេហ្នឹងគាត់នៅវាយផ្ដាច់ខាងមុខដោយមិនចាប់សេវានោះទេចំណែកឯ setter គាត់ឈរនៅចំហៀងមួយខាងដើម្បីត្រៀមនៅក្នុងការរត់ទៅចែកបាល់ទៅកាន់ស្មាត់នីមួយឬសូមមើលវីដេអូជាក់ស្ដែងតែម្ដងបន្ទាប់ពីគូបដិបកគាត់វាយសេវាខូចនោះយើងទទួលបានបន្ទុកដោយស្វ័យប្រវត្តិហើយក្រុមជម្រើសជាតិរបស់យើងត្រូវឡើងវាយសេវាដោយស្មាត់សឿនហេងដោយមិនមែនចាប់ផ្ដើមឡើងដោយអ្នកលើកបាល់សឿនច័ន្ទរោនោះទេ